preset ហ្នឹងបងប្អូនឃើញអត់ឃើញវា smooth ធម្មជាតិហ្នឹងឃើញទេបាទសួស្តីបងប្អូនទាំងគ្នាខ្ញុំចង់មកបញ្យល់នឹងបញ្ជាក់បងប្អូនបន្ថែមទៀតបងប្អូនដែលតែងតែឆ្ងល់សួរថាតើកម្មវិធី Magic Maya ហ្នឹងគឺជា plugin បាទឬក៏វាជា app របៀបណាអញ្ចឹងណាបងប្អូនទាំងគ្នាខ្ញុំចង់បញ្ជាក់បងប្អូនថាកម្មវិធី Magic Maya នេះវាជាកម្មវិធីមួយដូចតែកម្មវិធី Photoshop ឬ Lightroom យើងដូចតែគ្នាទេអញ្ចឹងវាជាកម្មវិធីមួយដាច់ដライដឹងទេដាច់ដライវាជាកម្មវិធីមួយ edit សាច់អញ្ចឹង Lightroom ហ្នឹងយើងកែ color កែពណ៌ convert ពណ៌ហ្នឹងទៅហើយ Photoshop ហ្នឹងគឺយើងសម្រាប់ convert ពណ៌ទៅលើកាមេរ៉ា RAW ហ្នឹងអញ្ចឹងទៅយល់ទេអញ្ចឹងវាដាច់ដライប៉ុន្តែកម្មវិធី Magic Maya នេះវាពិសេសលើសពី Photoshop និង Lightroom ហ្នឹងគឺពិសេសត្រង់ណាវាពិសេសត្រង់ថាយើងប្រើជា account យើង log in log out អញ្ចឹង log in log out បានវាជា account បាទ Gmail យើងបាទហើយយើងកំណត់ password ជា account ដែលយើងប្រើផ្ទាល់ខ្លួនរបស់យើងឃើញទេអញ្ចឹងមានថាវាកម្មវិធី edit សាច់ហើយយើងអាច log in log out ទៅប្រើនៅ computer យើងផ្សេងទៀតបានឃើញទេយល់ទេហើយវាចំណេញពេលវេលាគឺចំណេញហើយស្អាតបែបធម្មជាតិបងប្អូនហើយនៅក្នុងនេះគឺមានច្រើនណាស់បងប្អូនមិនមានតិចទេខ្ញុំចង់បន្ថែមទៅលើ make up អីក៏មានឃើញទេហើយវាមានរបៀបថាដូច app ស្រាប់ដែលយើងចង់ឆ្លាញ់ mode ណាតម្រង់ណាយើងយកទៅឃើញទេមានច្រើនដូចនេះនិយាយតម្រង់នេះគឺជាតម្រង់កន្លែងរៀងកន្លែងធ្វើរៀងឃើញទេហើយវាចែកយើងស្រួលយល់ទេបងប្អូនឃើញទេមកកន្លោនមកវានឹងវាមានមកកន្លោននឹងមកស្រួលយល់ទេអត់មានស្មុគស្មាញពិបាកក្នុងការប្រើទេបងប្អូននេះឃើញទេ make up នោះវាមានមកកន្លោះមកកន្លោនមកវាទៅឃើញទេហើយតំបន់សក់នោះវាមានរបស់វាឃើញទេវាមានចែករបស់វាមកខាន់ស្រួលប្រើបងប្អូនហើយវាមានបច្ចេកស្រីប្រុសមួយទៀតឧទាហរណ៍នេះកូនស្រីម្នាក់ឯងទេបើសិនណាមានប្រុសមានអីទៀតបើយើងចង់ធ្វើទៅលើកូនស្រីយើងចុចមកកូនស្រីទៅវាកែតែកូនស្រីទេអានឹងវាពិសេសអញ្ចឹងបងប្អូនអញ្ចឹងឧទាហរណ៍ដូចរូបនេះអញ្ចឹងដូចរូប snap នេះអញ្ចឹងពីមុនកន្លងមកយើងធ្លាប់ទៅចាក់សាច់ជាមួយនឹងកម្មវិធីនេះកម្មវិធីនោះបូកជាមួយនឹងបច្ចេកទេសផងអីផងបងប្អូនទាំងគ្នាទៅទទួលបានសាច់ស្អាតហើយបងប្អូនខ្លះនឹងចាក់សាច់មិនស្អាតផងដោយសារអត់សូវយល់ពីការចាក់សាច់អញ្ចឹងណាមានខ្ញុំនិយាយបែបហ្នឹងថាបងប្អូនមិនចេះចាក់ស្អាតទេនិយាយជាការបង្រៀនរបស់ខ្ញុំជាបទពិសោធន៍ដែលខ្ញុំបរៀនកូនសិស្សខ្ញុំកន្លងមកគឺចំណុចដែលខ្ញុំពិបាកបរៀនជាងគេគឺការបង្រៀនចាក់សាច់ហ្នឹងអញ្ចឹងណាបងប្អូនអញ្ចឹង Magic Maya នេះមានហើយបងប្អូនអត់មានបារម្ភរឿងចាក់សាច់ទៀតទេឥឡូវគឺបារម្ភរឿង convert ពណ៌បាទថាស្អាតឬអត់រឿងចាក់សាច់នេះគឺឡើងខ្វល់ហើយអញ្ចឹងឧទាហរណ៍រូប snap នេះអញ្ចឹងយើងមានធ្វើឲ្យអស់អញ្ចឹងនេះអូលក្ខណៈញើសអូអីស្មូតអស់អញ្ចឹងខ្ញុំចងទុកព្រោះថាខ្ញុំចងទុកអញ្ចឹងខ្ញុំចង់ចុចលើ preset ហ្នឹងមកហើយចុចលើ preset ដែលយើងមានស្រាប់គឺមកវាដើរស្រាប់ឃើញចំណេញពេលវេលាហើយលឿនឃើញឃើញ clean មុននេះវិធីរូបនេះថតស្រៀកបងប្អូនឃើញឥឡូវខ្ញុំមើលធ្វើការដាក់រូបគាត់ម្ដងរូបដែលអត់ស្រៀកដើម្បីបងប្អូនមើលជាមួយនឹងដាក់ preset ហ្នឹងបងប្អូនឃើញអត់ឃើញវា smooth ធម្មជាតិហ្នឹងឃើញអញ្ចឹងអ្វីដែលខ្ញុំបង្ហាញបងប្អូនហ្នឹងគឺខ្ញុំធ្វើវាហើយគឺខ្ញុំចងទុកអញ្ចឹងខ្ញុំចងជា preset ទុកឈ្មោះអីអញ្ចឹងមកយើងគ្រាន់តែចុចមកលើក្រោយវាយើងបាក់សេរីទៀតទេអានេះសម្រាប់យើងអត់សូវមានពេលវេលាហើយបញ្ជាក់បងប្អូនថាវាមិនមែន smooth ទៅលើតែមុខទេបងប្អូនគឺវា smooth ដូចយើងចាក់សាច់បាទឃើញវា smooth មកទាំងអស់ទាំងដងខ្លួនឃើញអត់ទាំងអស់ហ្មងឃើញទេឃើញហើយវា clean បងប្អូនឃើញស្នាមមុនអត់ឃើញទេស្នាមមុនកាត់ញើសកាត់ចាងហ្នឹងបងប្អូនគាត់តែកាត់ញើសកាត់ចាងហ្នឹងក៏ត្រូវចំណាយកម្មវិធីផ្សេងដើម្បីមកជំនួយដែរប៉ុន្តែមកដល់កម្មវិធី Magic នេះគឺឡែងហើយគឺពិនិត្យនឹងទាំងអស់ហើយចំណេញពេលវេលាហើយស្អាតបាទស្អាតធម្មជាតិគឺជាកម្មវិធី professional ទៅលើសាច់ដែលយើងមិនអាចខ្វះបានទេបងប្អូនអញ្ចឹងទៅថ្ងៃអនាគតគឺ Magic Maya Photoshop ហើយនឹង Lightroom គឺដើរសន្ទឹមគ្នាមាន3ហ្នឹងហើយបន្ទាប់ពីយើង convert ពណ៌ហើយគឺយើង
ត្រូវចូលទៅលេងសាច់ទៅលើកម្មវិធី Magic Maya បងប្អូនអញ្ចឹងបើសិនជាបងប្អូនចង់ប្រើបងប្អូនចង់បានខ្ញុំមានលក់បងប្អូនទំនាក់ទំនងមកសួរនាំដោយសេរីបងប្អូនបាទអរគុណច្រើន